សម្រាប់ម៉ាស៊ីន CNC ຂະຫນາດដល់ទៅមួយសន្លឹកអញ្ចឹងគឺយើងមាន function ច្រើនគឺពិសេសអ្វីដែលពិសេសថាទី1គឺទូទៅហ្នឹងគឺកម្ពស់ខ្ពស់អញ្ចឹងយើងអាចយករបស់មកដាក់ហ្នឹងងាយស្រួលហើយឈរក្នុងការ control អីហ្នឹងគឺងាយស្រួលហើយវគ្គក្រោយនេះគឺខ្ញុំនឹងធ្វើការ update កំណែតម្រង់ទៅលើតួរបស់ម៉ាស៊ីនហ្នឹងទាំងមូលគឺអត់មានញោមទៀតទេញោមអាចថាមានដែរតែវាមានតិចទៅហើយមូលហេតុខ្ញុំនៅតែហ៊ាននិយាយដដែលថាការប្រើប្រាស់ញោមគឺស្មើល្អជាងដែកមូលហេតុគឺថាញោមវាមកត្រង់ហើយខ្លាចតែគេដឹកជញ្ជូនមកគេបោះទៅវាបោះយើងឯងតែធម្មតាបើអត់អីទេគឺស្មើស្អាតយើងយកមកចាប់ជាមួយនឹងលីនីចាប់អីហ្នឹងទៅយើងតម្រង់ទៅវាងាយស្រួលក្នុងការធ្វើលឿនមែនតើហើយដល់ពេលដែលយើងប្រើដែកគឺថាវាអាចនឹងទៅតាមដែកហ្នឹងហើយដោយសារតែយើងអត់មានប្រដាប់ឈូសឲ្យស្មើដើម្បីតួទាំងមូលនឹងស្មើទេដោយសារអីនៅក្នុងស្រុករបស់យើងតំតាចាប់ផ្ដើមនៅក្នុងការតឡើងម៉ាស៊ីនពីមុនមកយើងមានសូវមានណាដល់វានៅតិចឡើយអញ្ចឹងទៅមុខក៏ខ្ញុំអាចនឹងអាប់ដេតទៅដល់កន្លែងដែរខាត់តួនឹងឲ្យស្មើដែរតែឥឡូវហ្នឹងយើងធ្វើតាម step របស់យើងសិនតម្រង់តាមអ្វីដែលយើងអាចធ្វើបានហើយម៉ាស៊ីនគឺយកទៅប្រើប្រាស់បានអញ្ចឹងដូចគ្នាគឺថា process device គឺនឹង support ទៅលើការងារហ្នឹងគាត់ថាទៅលើការ design ខ្ញុំលើកទឹកចិត្តឲ្យបងប្អូនរៀនធ្វើខ្លួនឯងទី1គឺរៀនទៅលើការ design សិនទៅក៏បានដែរមុននឹងមកទិញម៉ាស៊ីនដោយសារតែការ design បងប្អូនចង់គូសរូបរាងចេះគូសរូបរាងចុះយើងចេះទៅលើកម្មវិធីណាមួយឧទាហរណ៍ថា AutoCAD ឬក៏ Corel ដើម្បីគូអញ្ចឹងបងប្អូនចេះហើយបងប្អូនមកប្រើម៉ាស៊ីនវាដូចជាចាប់ដាក់អញ្ចឹងគឺលឿនអត់មាននៅរៀនទៀតទេប៉ុន្តែបើសិនបងប្អូនអត់ចង់គិតអញ្ចឹងចង់មានម៉ាស៊ីនផងហើយរៀន design ផងអាហ្នឹងទៅតាមហ្នឹងទៅគាត់ថាដល់ពេលអញ្ចឹងយើងត្រូវការរៀនច្រើនក្នុងពេលតែមួយយើងខ្លាចចាប់អត់បានសម្រាប់ក្មេងៗម៉ាស៊ីនមានការតស៊ូចាប់បានតែបើយើងទៅថាវ័យរៀងច្រេនតិចថាវាជាពិបាកនៅក្នុងការចាប់តន់អញ្ចឹងទៅអានេះខ្ញុំ recommend ថារៀន design សិនបន្តិចសិនណាអានឹងយើងអាចបើកចំហពីការងារហ្នឹងថាយើងអាចទៅរួចអត់ហើយដល់ពេលយើងទិញម៉ាស៊ីនយកទៅគឺយើងដូចចាប់ដាក់អញ្ចឹងចឹងសម្រាប់បងប្អូនដែលមានតម្រូវការជាមួយនឹងម៉ាស៊ីន CNC ຂະຫນាតមួយសន្លឹកយកទៅកាត់ប្រភេទណាដែលបងប្អូនចង់បានគឺថាកាត់ជ័រកាត់ PVC កាត់ដល់ម៉ាតទៀតឥឡូវគឺថាឆ្លាក់បានទៀតអញ្ចឹងគឺអស់ហើយដែលមានច្រើនអញ្ចឹងសម្រាប់បងប្អូនដែលមានតម្រូវការពាក់ព័ន្ធអាចឆាតសួរបានគាត់តែបច្ចុប្បន្នខ្ញុំមកទទួលទៅតនឹងការរៀបម៉ាស៊ីនផ្សេងដែលបងប្អូនបានរៀបអីចង់ឲ្យខ្ញុំជួយរៀបបន្ថែមអីអត់ទេខ្ញុំអត់ទទួលទេសារតែយកមានពេលគ្រប់គ្រាន់ទេហើយមួយទៀតចំណេះដឹងរបស់យើងក៏នៅមានកម្រិតដែរអញ្ចឹងយើងត្រូវការធ្វើអ្វីដែលយើងអាចធ្វើទៅបានវាអត់ខាតពេលច្រើនហើយចប់ការងារបានជោគជ័យលឿនអានឹងជាអ្វីដែលខ្ញុំចង់បានគឺធ្វើឆាប់បានចេញហើយគ្រប់អីវ៉ាន់ទាំងអស់តាមបើទទួលហើយការងារហ្នឹងដល់តែចេញមកបើថាការងារនឹងធ្វើអត់កែទេអត់ហ៊ានទទួលទេនិយាយលេងអញ្ចឹងមកអញ្ចឹងក៏នៅតែអរគុណបងប្អូនសម្រាប់ការគ្រប់គ្រង process device អញ្ចឹង see you next time bye